សួស្តីបងៗទាំងអស់គ្នាមកដល់ហើយថ្ងៃដែលយើងរងចាំបំផុតក្នុងរដូវកាលនេះ Liverpool ប៉ះ Manchester City នៅទឹកដី Anfield ម៉ោង 14:30 យប់នេះជាសង្គ្រាមមេដឹកនាំតារាងអ្នកណាចាញ់ប្រហែលជាត្រូវរបូតជើងឯកបាត់ទៅហើយតោះមកជជែកពីចំណុចក្តៅទៅជាមួយខ្ញុំយើងដឹងហើយថាលេងនៅ Anfield គឺ Liverpool មានប្រៀបខ្លាំងណាស់ជាមួយសម្លេងហូរកញ្ជ្រៀវរបស់អ្នកគាំទ្រប៉ុន្តែ Manchester City របស់លោក Pep ក៏មិនធម្មតាដែរគេគ្រប់គ្រងបាល់បានល្អនិងមាន Haaland តែចាំតែឆក់ឱកាសសុទ្ធចំណុចស្លាប់រស់យប់នេះគឺតំបន់ការពាររបស់ Liverpool តើអាចទប់ទល់នឹងយុទ្ធសាស្ត្រវាលុកគ្រប់ទិសទីរបស់ City បានដែរឬទេខ្ញុំរំពឹងថាហ្គេមនេះនឹងមានគ្រាប់បាល់ច្រើន High scoring game ក្រុមទាំងពីរនឹងមិនលេងការពារទេគឺនឹងសម្រុកគ្នាទៅវិញទៅមកបាសាឡាឡើងជើងនិងខ្សែបម្រើ Liverpool បញ្ជូនបាល់បានល្អនោះ City ប្រកួតជាពិបាកតែបើ City គ្រប់គ្រងបំបន់កណ្ដាលបាននោះ Anfield ប្រហែលជាត្រូវស្ងាត់មាត់បន្តិចហើយសម្រាប់ទស្សនៈរបស់ខ្ញុំហ្គេមធំបែបនេះពិបាកស្មានណាស់តែក្នុងនាមជាអ្នកស្រឡាញ់បាល់ទាត់ជក់ចិត្តខ្ញុំទូទីថាលទ្ធផលភ្លាម Let's go